បាទសួស្តីនៅក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកវិធីហាត់ប្រាណងាយៗនៅផ្ទះសម្រាប់អ្នកដែលគាត់អត់មានពេលវេលាគ្រប់គ្រាន់យើងចំណាយពេលតែប្រហែល10នាទីទៅ15នាទីហើយយើងអត់ត្រូវការឧបករណ៍អីទាំងអស់សម្រាប់វីដេអូនេះអាចនឹងពិបាកមើលតិចដោយសារវាកង់មួយពលឺអញ្ចឹងវាមើលទៅរៀងងងឹតតិចតែវាអត់ជាបញ្ហាទេបញ្ហាគឺយើងតាក់ទងទៅនឹងកលឹះនៅក្នុងការហាត់ប្រាណហ្នឹងអញ្ចឹងសម្រាប់អ្នកដែលគាត់អត់មានពេលវេលាគ្រប់គ្រាន់អត់មានទីតាំងដែលគេថាយើងត្រូវការ space តែទូចមួយអញ្ចឹងក៏បានដែរអញ្ចឹងយើងហាត់តែជាមួយទម្ងន់ខ្លួនរបស់យើងចំណាយពេលប្រហែលជា15នាទីឬក៏10នាទីទៅតាមកម្រិតរាងកាយរបស់យើងតែយើងត្រូវតែហាត់ឲ្យបានជាប់លាប់ទៀងទាត់អាចមួយអាទិត្យហោចណាស់ឲ្យបាន4ទៅ5ដងអញ្ចឹងវិធីងាយគឺយើងហាត់សាច់ដុំសំខាន់នៅលើរាងកាយរបស់យើងអញ្ចឹងយើងចាប់ផ្ដើមដោយការអវង់យើងអាចអវង់ចំនួន2ដង1 2ហើយយើងរុញឡើងលើវិញយើងហាត់ squat 1 2ជាក្នុងមួយជុំឬក៏មួយ set យើងហាត់ចំនួន10ដងអញ្ចឹងសរុបទៅវាមាន20អវង់និង20 squat ហើយយើងអាចហាត់ឲ្យបានចន្លោះពី3ទៅ5ជុំឬក៏យ៉ាងតិចបំផុតឲ្យបាន3ជុំហើយយើងហាត់ជារៀងរាល់ថ្ងៃក្នុងមួយអាទិត្យយើងសម្រាកតែ2ថ្ងៃអីទៅគឺគ្រប់គ្រាន់ហើយវិធីហាត់នេះគឺងាយស្រួលមែនតើគឺយើងអត់ត្រូវការ space ធំទីតាំងធំអត់ត្រូវការឧបករណ៍អីទាំងអស់ត្រូវការតែទម្ងន់ខ្លួនយើងចំណាយពេលតែប្រហែលជា10នាទីទៅ15នាទីគឺយើងហាត់ទៅលើសាច់ដុំសំខាន់របស់យើងគឺភ្លៅសាច់ដុំទ្រូងសាច់ដុំដៃនិងធ្វើការរាងកាយយើងសឹងតែទាំងអស់សាច់ដុំសំខាន់អញ្ចឹងគឺវាគ្រប់គ្រាន់សម្រាប់យើងវាជាជាងយើងអត់ធ្វើចលនាសុទ្ធអញ្ចឹងខ្ញុំហាត់ជាឧទាហរណ៍ឲ្យមួយ setចឹងគឺយើងហាត់បែបហ្នឹងឲ្យបាន10ជុំហើយយើងសម្រាកប្រហែលជា30ទៅយ៉ាងយូរបំផុតត្រឹម1នាទីក្នុងចន្លោះមួយជុំហ្នឹងប៉ុន្តែកុំព្យាយាមសម្រាកឲ្យដល់1នាទី30វិនាទីគឺគ្រប់គ្រាន់ហើយប៉ុន្តែសម្រាប់អ្នកដែលគាត់ហាត់ដំបងអាចថារៀងហត់ពិបាកអញ្ចឹងអាចពជាយូរបំផុតត្រឹម1នាទីកុំឲ្យលើស1នាទីអូខេអញ្ចឹងហាត់ឲ្យបានយ៉ាងតិច3ជុំ